នេះជាคลิปដែលបន្ទាប់ពីខ្ញុំទៅចាំហ៊ីងថ្ងៃមុនហ្នឹងខ្ញុំមកផ្ទះវិញគាត់បានហ៊ីងទេបានហ៊ីង2 3ពេលហើយហ្នឹងព្រឹកឡើងបងដែលគាត់នៅចកាចិត្តភូមិដែរហ្នឹងគាត់ប្រាប់ដែរគាត់ចាប់បានហ៊ីងចំមាញ់ឲ្យមកលេងគាត់តបពីទនេទៅក៏នាំគ្នាឡើងមកចកាគាត់ហើយនេះហើយតបពីម្ដងហ្នឹងក៏គាត់រៀបចំធ្វើស្ងោរជ្រក់ហ៊ីងឲ្យហូបនេះចាប់ផ្ដើមដុតភ្លើងបន្ទាប់ពីដុតភ្លើងដាំទឹកពុះហើយទៅយកទឹកនេះទៅស្រោះហ៊ីងទៅរស់លោតពេញទៅនឹងឯហ៊ីងបាទបន្ទាប់ពីចាក់ហើយហ្នឹងគាត់យកវែកមកកូរដើម្បីឲ្យវាងប់ស្មើទាំងអស់ហ្នឹងចាប់ផ្ដើមផ្សំគ្រឿងសម្រាប់តាមស្រុកស្រែគឺយើងមើលទៅវារៀងតាមសូវមានអនាម័យទេប៉ុន្តែវាជាទម្លាប់របស់អ្នករស់នៅស្រុកស្រែចកាដូចពួកខ្ញុំគឺវាសាមញ្ញតែប៉ុណ្្នឹងឯងហើយសម្រាប់រសជាតិវាគឺវាឆ្ងាញ់តាមរបៀបស្រុកស្រែរបស់យើងដែរអូខេហើយឥឡូវនេះចាប់ដើមដំខ្ទឹមដាក់ផ្សំគ្រឿងតាមស្អីដែលយើងមានជាក់ស្ដែងហ្នឹងហើយមួយឆ្នាំងវិញឆ្នាំងអត់មានដៃជាងទេដាក់ស្រួលហ្នឹងលេងបានហូបហើយស្លហ្នឹងពួកអីបើអ្នកអត់មានជំនាញទេដឹងធ្លាក់ចូលកាបុបចូលភ្លើងអស់លីងបាទតពីដាក់ទឹកស្ងោរទឹកឲ្យពុះហើយឥឡូវមកមើលសកម្មភាពសត្វនៅតាមចកាមានអីទេខ្យល់បក់លហៀតាមសម្រាប់ព្រៃក្បែរតំពាំងហ្នឹងគឺខ្យល់ជាក់ស្រួលណាខែនេះតពីភ្លៀងមកមេមកនេះបន្ទាប់ពីទឹកដែលយើងផ្សំគ្រឿងហើយកំពុងដាក់នៅលើភ្លើងអត់ទាន់ពុះហ្នឹងក៏ឆ្លៀតមកកាត់ហ៊ីងដើម្បីយកទៅស្ងោរជ្រក់ថ្ងៃនេះបាទហ៊ីងសាពងល្អបងប្អូនអើយដោយសារវាទៅនឹងភ្លៀងលើកដំបូងអញ្ចឹងវាអត់ទាន់បើកមាត់ទេវាអត់សូវមានអាចអីទេហ្នឹងហើយប៉ុន្តែយើងកាត់វាទូចតែឥឡូវនេះយកមកបង់នេះបង់ចូលក្នុងស្លដោយសារទឹកពុះហើយខណៈដែលកំពុងតែដាក់បង់ហ៊ីងអីហើយហ្នឹងក៏ពូម្នាក់ទៀតហ្នឹងគាត់ចាប់ត្រីដែលគាត់ស្ទូចបានពីយប់ហ្នឹងហើយយកមកដាក់អាំងរៀបចំអាំងប្រើដែរអាំងផងស្លផងនេះចាំតងជាមួយត្រីដាក់អាំងហើយមានស្រួលណាបើចកាវាចាស់ហើយនឹងពិបាកអាំងរហូតធ្លាក់លើធ្លាក់ក្រោមមកលើចាប់ដើមបងជីនេះបងជីនឹងវងចូលចលោពុះចិត្តឆ្អិនហើយចិត្តបានឆ្ងាញ់មាត់ហើយដាក់ម្ទេសរោយម្ទេសហើយមកតិចទៀតទៅដើម្បីបង្កើនរសជាតិវាឃើញក្លិបទឹកមាត់ដែរដោយសារមួយឆ្នាំបានហូបតែម្ដងពីរដងទេស្ងោរជ្រក់ហ៊ីងហ្នឹងឥឡូវយើងអាំងត្រីជាមួយតុងលើកស្លចេញអាំងត្រីជាមួយតុងម្ដងបាទត្រីកំពុងអាំងបាយចាប់ផ្ដើមដាំដោយសារយើងស្ងោរមុនទៅពេលអញ្ចឹងបាយទៅដាំក្រោយទេនេះឥឡូវលើកមកដល់លើតុហើយចាប់ផ្ដើមដួសដាក់កាតោអត់មានចានស្រួលបួលទេនៅតាមស្រែមានតែកាតោហ្នឹងបងប្អូនខ្យល់លហៀជាក់ស្រួលនេះវាភ្លៀងលើកដំបូងភ្លៀងខ្លាំងទៀតដីលែងហុយទៅជាក់ស្រុកមកហើយជុំវិញហ្នឹងគឺសិតតែកន្លែងដែរហើយថាមករយៈហ្នឹងគឺតែធ្លាប់ច្រើនម្ដងជុំវិញហ្នឹងគាត់ហេវចាប់ផ្ដើមនៅតោះបងប្អូនស្បាយទាំងអស់គ្នានេះដល់ម៉ោងហេវហើយនេះថ្ងៃដែរបាទសម្រាប់คลิปដើរលេងតាមពីស្រែនេះតែប៉ុណ្្នឹង